ក្រោយភាពស៊ីវិល័យការចុងទសវត្សរ៍80ថៃធ្លាប់ទូរឿងអាម៉ាស់លួចត្បូងពេជ្រក្នុងវាំងអារ៉ាប៊ីសាអូឌីតនិងរឿងខ្មៅងងឹតតាក់ទងមន្ត្រីទូតគេរំលឹកទៅកាលពីចុងទសវត្សរ៍ឆ្នាំ1980ប្រទេសថៃបានរងនឹងការអាម៉ាស់មួយយ៉ាងធ្ងន់ធ្ងរលើឆាកអន្តរជាតិបន្ទាប់ពីពលរដ្ឋរបស់ខ្លួនដែលមានគំនិតជាចោរមានដៃមានជើងបានលួចគ្រឿងអលង្ការនិងត្បូងពេជ្រក្នុងវាំងនៅប្រទេសអារ៉ាប៊ីសាអូឌីតព្រមទាំងការបាត់បង់ជីវិតនៃអ្នកការទូតអារ៉ាប៊ីសាអូឌីតក្នុងប្រទេសថៃដោយការនោះនាំឲ្យមានជម្លោះដ៏ធ្ងន់ធ្ងរនៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃនិងអារ៉ាប៊ីសាអូឌីតរឿងរ៉ាវនេះបានកើតឡើងនៅក្នុងឆ្នាំ1989ដោយបុរសជនជាតិថៃម្នាក់ឈ្មោះគ្រៀងក្រៃតេចាម៉ុងជាអ្នកបម្រើការក្នុងវាំងប្រទេសអារ៉ាប៊ីសាអូឌីតឲ្យព្រះរាជបុត្រ Faisal bin Fahd នៅទីក្រុងរ៉ាយ៉ាតរូបគេបានកាត់ចិត្តលុបលុនបានលួចគ្រឿងពេជ្រកែវកងរួមទាំងត្បូងពេជ្រពណ៌ខៀវទម្ងន់50ការ៉ាត់ចេញពីរាជវាំងអារ៉ាប៊ីសាអូឌីតនិងបានយកទៅស្រុកកំណើតរបស់ខ្លួននាឯប្រទេសថៃបន្ទាប់មកបានធ្វើការលក់ម្ដងបន្តិចនៅទីក្រុងបាងកកក្នុងតម្លៃថោកករណីមួយនេះបានធ្វើឲ្យមានការរង្គោះរង្គើខ្លាំងរហូតប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ជូនដំណឹងតាមរយៈការទូតទៅកាន់ប្រទេសថៃដើម្បីស៊ើបអង្កេតយកវត្ថុមានតម្លៃទាំងនោះប្រគល់ជូនម្ចាស់ដើមវិញអាជ្ញាធរថៃបានបើកប្រតិបត្តិការស៊ើបអង្កេតហើយក៏ចាប់ខ្លួននិងកាត់ទោសបរិសុទ្ធជាអ្នកលួចរួមទាំងប្រមូលបានគ្រឿងមានតម្លៃមួយចំនួនមកវិញប៉ុន្តែគ្រាប់ពេជ្រពណ៌ខៀវទម្ងន់50ការ៉ាត់គឺនៅតែបាត់ស្រមោលរកមិនឃើញរហូតមកទល់សប្តាហ៍ថ្ងៃនេះអ្វីដែលធ្វើឲ្យប្រទេសអារ៉ាប៊ីសាអូឌីតកាន់តែមិនពេញចិត្តខ្លាំងនោះគឺក្រៅពីមិនឃើញគ្រាប់ពេជ្រខៀវទម្ងន់50ការ៉ាត់ហើយសឹងតែពាក់កណ្ដាលនៃគ្រឿងត្បូងដែលប្រគល់មកឲ្យម្ចាស់ដើមវិញគឺសុទ្ធតែជារបស់คล้ายៗហើយអាជ្ញាធរថៃក៏មិនអើពើស៊ើបអង្កេតបន្ថែមលើករណីនេះឡើយទោះបីជាប្រទេសអារ៉ាប៊ីសាអូឌីតផ្ដល់ដំណឹងទៅវិញក៏ដោយព្រមគ្នានោះដែរនៅទីក្រុងបាងកកមានសារព័ត៌មានថៃជាច្រើនបានចុះផ្សាយពីរូបភាពនៃប្រពន្ធអ្នកធំដែលឃើញពាក់លម្អខ្លួនជាមួយខ្សែកពេជ្រធំមើលទៅស្រដៀងនឹងត្បូងដែលលួចពីរាជវាំងប្រទេសអារ៉ាប៊ីសាអូឌីតការចេញផ្សាយនេះបានបញ្ឆេះកំហឹងអារ៉ាប៊ីសាអូឌីតកាន់តែខ្លាំងឡើងដោយពួកគេសង្ស័យថាប៉ូលីសថៃនិងអ្នកធំបានគប់គិតគ្នាស៊ីសំណុកយកគ្រឿងអលង្ការដែលបានលួចគេយកទុកប្រើប្រាស់ខ្លួនឯងខណៈនោះប្រទេសអារ៉ាប៊ីសាអូឌីតលែងទុកចិត្តថៃទៀតហើយដោយបញ្ជូនបរិមម្នាក់ឈ្មោះម៉ូហាម៉ាត់អារូវ៉ៃជាអ្នកជំនួញមានទំនាក់ទំនងជិតស្និទ្ធជាមួយរាជវង្សប្រទេសអារ៉ាប៊ីសាអូឌីតឲ្យធ្វើដំណើរទៅទីក្រុងបាងកកដើម្បីស៊ើបអង្កេតខ្លួនឯងផ្ទាល់លោកម៉ូហាម៉ាត់ក៏ស្រាប់តែបាត់ខ្លួនដោយប្រទេសអារ៉ាប៊ីសាអូឌីតសន្និដ្ឋានថាលោកត្រូវបានគេធ្វើឃាតបាត់ទៅហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះមុនការបាត់ខ្លួនរបស់លោកម៉ូហាម៉ាត់ពលគឺនៅថ្ងៃទី4ខែមករាឆ្នាំ1989មន្ត្រីទូតអារ៉ាប៊ីសាអូឌីតម្នាក់ត្រូវបានគេសម្លាប់នៅស៊ីឡុំសង្កាត់បាងរ៉ាក់ក្រុងបាងកកហើយនៅថ្ងៃទី1ខែកុម្ភៈឆ្នាំ1990មន្ត្រីទូតអារ៉ាប៊ីសាអូឌីតចំនួន3នាក់ផ្សេងទៀតត្រូវគេសម្លាប់ទៀតនៅថុងមហាមេឃសង្កាត់យ៉ាណាវ៉ាក្រុងបាងកកករណីឃាតកម្មនេះគឺនៅតែមិនអាចដោះស្រាយចេញហើយក៏មិនត្រូវគេបានភ្ជាប់នឹងករណីចោរលួចគ្រឿងអលង្ការផងដែររឿងហេតុដែលបានកាត់ឡើងទាំងនេះបានធ្វើឲ្យរដ្ឋាភិបាលប្រទេសអារ៉ាប៊ីសាអូឌីតមើលឃើញរដ្ឋាភិបាលថៃថាមិនបានប្រឹងប្រែងដោះស្រាយបញ្ហាជុំវិញការបាត់បង់ជីវិតមន្ត្រីទូតរបស់អារ៉ាប៊ីសាអូឌីតនោះឡើយទំនាក់ទំនងនៃប្រទេសទាំងពីរគឺកាន់តែអាក្រក់ទៅក្រោយការស្លាប់របស់មន្ត្រីទូតអារ៉ាប៊ីសាអូឌីតជាបន្តបន្ទាប់ប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ឈប់ការចេញទិដ្ឋាការងារដល់ពលរដ្ឋថៃនិងបានប្រាប់ពលរដ្ឋអារ៉ាប់កុំឲ្យទៅលេងទីក្រុងបាងកកប្រទេសថៃបេសកកម្មការទូតរវាងប្រទេសទាំងពីរបានទម្លាក់ចុះដល់កម្រិតចំនួនពលករថៃដែលទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពី15,000ឬ20,000នាក់ក្នុងឆ្នាំ1989មកត្រឹម10,000នាក់ក្នុងឆ្នាំ2008គួរឲ្យដឹងថាវិបត្តិការទូតរវាងប្រទេសថៃនិងប្រទេសអារ៉ាប៊ីសាអូឌីតបានបន្តរហូតដល់3ទសវត្សរ៍ទម្រាំប្រទេសទាំងពីរអាចស្ដារទំនាក់ទំនងការទូតបានពេញលេញឡើងវិញនៅថ្ងៃទី25ខែមករាឆ្នាំ2022